chỉ chăm sóc cận đòn điបញ្ហាទី1គឺវាធន់នឹងជំងឺអាហ្នឹងប្រាប់បងប្អូនតាមត្រង់វាធន់នឹងជំងឺអត់ភ័យព្រួយក្នុងការថែទាំកូនវាទេដោយសារមេវាអ្នកបំបៅបាត់បំបៅកូនដល់ទឹកដោះយើងគ្រាន់តែដាក់ចំណីឲ្យវាស៊ីទៀងទាត់និងថែទាំមើលការខុសត្រូវដាក់ចំណីដាក់ទឹកទៅយើងរាប់ថ្ងៃខែគឺអាចទទួលបានផលបាទជំរាបសួរបងប្អូនអរគ្នាដែលធ្លាប់តាមដានរាល់វីដេអូចែកម្លែករបស់ខ្ញុំពីកសិដ្ឋានចិញ្ចឹមកណ្ដុរពេជ្រហូរបាទបងប្អូនដែលគាត់ចង់ចិញ្ចឹមកណ្ដុរយកទៅធ្វើពូជចិញ្ចឹមកណ្ដុរទុកជាកណ្ដុរធ្វើជាកណ្ដុរសាច់សម្រាប់លក់អីបាទបងប្អូនអាចទំនាក់ទំនងខាងកសិដ្ឋានចិញ្ចឹមកណ្ដុរពេជ្រហូររបស់ខ្ញុំបានហើយបងប្អូនមិនទាន់ចិញ្ចឹមផងមានបងប្អូនឆាតសួរថាតើសត្វកណ្ដុរហ្នឹងមានទីផ្សារអត់បាទបាទអញ្ចឹងការចិញ្ចឹមសត្វកណ្ដុរហ្នឹងគឺមិនខ្វះទីផ្សារទេបងប្អូនណាឲ្យតែបងប្អូនយកពូជពីខាងខ្ញុំទៅខ្ញុំទទួលទិញមកវិញបាទធ្វើជាកណ្ដុរសាច់ឬមួយជាកណ្ដុរពូជបន្តទៀតបាទអញ្ចឹងការចិញ្ចឹមធ្វើម៉េចឲ្យបានផលសិនបងប្អូនណាយើងមិនទាន់ចិញ្ចឹមបានផលផងបងប្អូនសួរទីផ្សារដោយសារការចិញ្ចឹមវាមិនមែនមួយថ្ងៃពីរថ្ងៃបានផលព្រាមទេវាទាមទារពេលវេលាយើងចិញ្ចឹមរយៈពេល2ទៅ3ខែណាបានយើងបានផលបានកណ្ដុរហ្នឹងអាចវាយចេញជាកណ្ដុរពូជកណ្ដុរសាច់បានបាទដោយសារកណ្ដុរវាមួយខែកូន2ដងដើមខែនិងចុងខែដល់ពីកូនហើយយើងថែទាំកូនវារយៈពេល1ខែ10ថ្ងៃយើងបំបែកពីមេដល់ហើយយើងត្រូវបំពន់ទៅទៀតវាឡើងទៅដល់មួយខែ20ថ្ងៃទៀតសរុបទៅវាចូល2ខែ20ថ្ងៃទៅ3ខែបានយើងអាចយកទៅធ្វើពូជឬមួយយកទៅលក់ចេញជាកណ្ដុរសាច់បានបាទអញ្ចឹងវាប្រើរយៈពេលចន្លោះ3ខែបានយើងបានផលប្រមូលផលពីវារាប់ពីវាញាស់ហើយបងប្អូនអត់ទាន់ចិញ្ចឹមផងបងប្អូនសួរមានទីផ្សារអត់បាទការធ្វើទីផ្សារយើងធ្វើទីផ្សារអងថ្ងៃនេះគឺយើងមិនចាំបាច់ទៅលក់ក្នុងផ្សារក៏បានដែរទីផ្សារនៅលើប្រព័ន្ធ social media ហ្នឹងការផ្សព្វផ្សាយទៅលើ Facebook page និង YouTube TikTok អញ្ចឹងបាទអញ្ចឹងការចិញ្ចឹមកណ្ដុរនេះវាមានផលរហូតដល់2ចំណុចទីមួយយើងទទួលបានផលពីការផលិតវីដេអូជាមាតិកាជា content ពីវាហ្នឹងសម្រាប់ចែកម្លែកបងប្អូនទស្សនានៅលើបណ្ដាញសង្គម Facebook page និង channel YouTube TikTok គឺបានផលរាល់ថ្ងៃទេហើយបងប្អូនកុំភ្លេចជួយ like ជួយ share page ថ្មីរបស់ខ្ញុំផងដោយសារ page ចាស់ហ្នឹងវាមានបញ្ហាបាទជាប់ផៅទទួលលុយអត់បានអញ្ចឹងខ្ញុំធ្វើ page ថ្មីទៀតហើយបងប្អូនកុំភ្លេច follow page ថ្មីផងដើម្បីតាមដានរាល់ការចែកម្លែកវីដេអូរបស់ខ្ញុំបាទអញ្ចឹងបងប្អូនអាចផុសវីដេអូចូលទៅក្នុង Facebook page Facebook channel YouTube TikTok ឥឡូវប្រព័ន្ធ social media ទាំងអស់ហ្នឹងគេបើកឲ្យយើងរកលុយទូលំទូលាយនៅក្នុងប្រទេសកម្ពុជាយើងណាអញ្ចឹងចំណុចទី2យើងបានផលពីការចិញ្ចឹមវាហើយយើងអាចលក់ជាកណ្ដុរពូជកណ្ដុរសាច់មួយមុខទៀតបាទអញ្ចឹងការចិញ្ចឹមសត្វធ្វើម៉េចឲ្យបងប្អូនបានចំណេញពី3មុខអញ្ចឹងទៅវាអត់ភ័យខ្លាចអត់មានទីផ្សារទេយើងផលិតជា content ជាមាតិកាចែកម្លែកបងប្អូនហ្នឹងគឺបានផលមួយមុខហើយបាទមួយខែក៏អាចរួចថ្លៃឲ្យវាស៊ីដែរអត់ពិបាកទេបាទកាលណាយើងទទួលបានការរកលុយពី social media Facebook page ហ្នឹងហើយ YouTube មួយខែក៏បានត្រឹម$200ដែរសម្រាប់យើងឲ្យចំណៃវាស៊ីអត់ភ័យព្រួយខ្លាចអត់មានចំណៃវាស៊ីទេហើយបន្តហើយយើងបានផលពីការបាទពីការវិវត្តនៃវារបស់វាតែវាកើតឡើងហ្នឹងបាទវាមានកូនមានចៅយើងចាប់ដើមមានកណ្ដុរពូជកណ្ដុរសាច់ហ្នឹងបានផលមុខទៀត2មុខបាទអញ្ចឹងបងប្អូនកុំភ័យបាទកុំភ័យទៅរកទីផ្សារហើយខ្ញុំអត់ភ័យទេខ្ញុំអាចផលិតជាមាតិកាចែកម្លែកទៅបងប្អូនក៏បានលុយដែរទៅលើប្រព័ន្ធ social media Facebook page YouTube ហ្នឹងរួចបាត់ហើយអញ្ចឹងខ្ញុំអាចធ្វើវីដេអូចែកម្លែកបងប្អូនហើយខ្ញុំអាចបានផលពីការចិញ្ចឹមវាមានកូនមានចៅហ្នឹងចឹងអាចបានផលពីវាម្ដងទៀតណាហើយខ្ញុំទើបដែរចិញ្ចឹមដែរទេចិញ្ចឹមរយៈពេលចូលជិត5ខែហើយអញ្ចឹងរយៈពេលដែលខ្ញុំចិញ្ចឹមដំបូងហ្នឹងគឺចាប់ពី5ឈុត10ឈុត20ឈុតឥឡូវពេញអស់ហើយបងប្អូនពេញអាងឡើងរហូតដល់កណ្ដុរខ្ញុំចូលជិត50អាងសរុបទៅមានបាវាច្រើនកូនវាច្រើនដែរអញ្ចឹងយើងអាចមានពូជចែកម្លែកទៅបងប្អូនយកទៅចិញ្ចឹមបន្តបានហើយបាទនេះកូនធ្វើបានតែមួយខែ3ខាំបាទ3ខាំកូនមួយខែទេបាទយើងចិញ្ចឹមបងប្អូនជឿមើលបាទ2ទៅ3ខាំបាទនៅសារដាក់ជីងដែរកាមេរ៉ាបាទកាមេរ៉ាមើលកូនកណ្ដុរនេះកណ្ដុរយើងបង្កាត់ខ្លួនឯងបាទទ្រុងរបស់យើងអាសាំងអែសាររងថ្ងៃទៅវាសាំងនឹងដៃរបស់យើងសាំងដៃយើងវាអត់ឧត្តនាទេបងប្អូនវាសាំងណាបាទវាសាំងទាំងអែរបស់យើងអែរងថ្ងៃទៅសាំងរបស់វាបាទវាអត់ខំទេដោយសារវាស៊ាំនឹងក្លិនរបស់យើងណាបាទវាស៊ាំក្លិនរបស់យើងបាទស៊ាំក្លិនរបស់យើងអែលេងរងថ្ងៃទៅស៊ាំមកវានេះកូនមកកាត់ទៅមួយទូចខ្ញុំយកលេងបាទខ្ញុំយកលេងទៅមួយទូចមកវាស៊ាំបាទអញ្ចឹងបងប្អូនដែលគាត់ចង់ចិញ្ចឹមកណ្ដុរបងប្អូនអាចអ្នកតំណងមកខ្ញុំបានខាងកសិដ្ឋានពេជ្រហូរនេះយកទៅចិញ្ចឹមពូជកណ្ដុរប្រែងមានបាធំមានកូនច្រើនបាទ
នៅខាងបេហោប្របាក់រកមកជាប់កូស្ពានបេហោហ្នឹងហាចម្ងាយប្រហែលជា500ម៉ែត្រពីកូស្ពានណាបាទហើយបងប្អូនចាំឲ្យបានសិនទៅកុំភ័យរឿងទីផ្សារអត់ប្របាក់ទេសំបីតាមទីផ្សារថ្ងៃហៅក៏ដល់ហូតអត់បានទេក៏ដល់សាច់1គីឡូ25,000ទេហៅហូតអត់បានទេបាទក៏ដល់ចាំវាខុសពីក៏ដល់តាមព្រៃតាមបឹងតាមវាស្រែដោយសារវាធំហើយវាបើសាច់វាគឺល្អជាងដោយសារយើងចំស៊ីចំណីគ្រប់គ្រាន់ចំណីយើងឲ្យស៊ីដិតដល់បាទទៅដល់មួយខែប៉ុណ្ណឹងបងប្អូនណាតម្រាំ13ខែមួយចូល8ខាំ9ខាំទៅ1គីឡូទៅតាមប្រភេទយើងឲ្យស៊ីដិតដល់អញ្ចឹងអត់ភ័យព្រួយទេបងប្អូនណាថ្ងៃនេះហៅទៅកដលចែកម្លែកទៅបងប្អូនចាំជីពូជអត់ទាន់បានគ្រប់គ្រាន់ទេបាទដោយសារយើងធ្វើបង្កើតខាងកសិដ្ឋានធ្វើបង្កើតប្រហែលជា5ខែតែទេហើយបង្កើតឲ្យវារីកចម្រើនលឿនដោយសារកើតកាត់តូចកូនតូចចៅលឿនមកបងប្អូនលឿនមែនតើយើងធ្វើអាងបរិចសឹងអត់ទាន់ណាដោយសារយើងចាំយើងអត់គិតទៅបដោតទៅលើការលក់ភ្លាមទេដើម្បីយើងឲ្យដឹងសិក្សាពីវាសិនការចិញ្ចឹមនោះវាមិនហើយបានចែកម្លែកទៅបងប្អូនណាដោយសារខ្ញុំចូលចិត្តស្រាវជ្រាវនឹងបានកំណត់ត្រាទុកហើយបានចែកម្លែកទៅបងប្អូនហើយបងប្អូនដែលធ្លាប់ស្គាល់ខ្ញុំចែកម្លែកនៅលើបណ្ដាញ social media ចែកម្លែកពីការរកលុយ Facebook YouTube នេះខ្ញុំចូលចិត្តស្រាវជ្រាវហើយបានខ្ញុំធ្វើវីដេអូចែកម្លែកទៅបងប្អូនបាទអ្វីដែលធ្វើទៅជោគជ័យបានខ្ញុំប្រាប់បើអត់ជោគជ័យខ្ញុំអត់ប្រាប់ទេហើយចិញ្ចឹមសត្វកណ្ដុរនេះបញ្ហាទី1គឺវាធន់នឹងជំងឺអាហ្នឹងប្រាប់បងប្អូនតាមត្រង់វាធន់នឹងជំងឺអត់ភ័យព្រួយក្នុងការថែទាំកូនវាទេដោយសារមេវាអ្នកបំបៅបាត់បំបៅកូននៅទឹកដោះយើងគ្រាន់តែដាក់ចំណីឲ្យវាស៊ីទៀងទាត់និងថែទាំមើលការខុសត្រូវដាក់ចំណីដាក់ទឹកទៅយើងរាប់ថ្ងៃខែគឺអាចទទួលបានផលហើយអញ្ចឹងអត់ពិបាកជាងការចិញ្ចឹមសត្វផ្សេងទេធម្មតាវាធន់នឹងជំងឺមួយបងប្អូនដឹងស្រាប់ហើយមានចំណាយទៅលើការមើលថែទាំចាក់ថ្នាំចាក់អីវ៉ាក់សាំងណាដូចសត្វផ្សេងទេបាទអញ្ចឹងវាធន់ជំងឺអញ្ចឹងហើយចំណីក៏វាតិចដែរបងប្អូនណាចំណីយើងតិចចំណីសួររោគទិញស្រូវវាស៊ីស្រូវមានពោតលីពោតមានចំណីសម្រាប់ខ្លះយើងលាយខ្លះទៅបាទចំណីស្ងួតហ្នឹងស្រួលរកនៅទីផ្សាររបស់យើងទេបាទអញ្ចឹងបងប្អូនដែលគាត់ចង់ចិញ្ចឹមគឺមានភាពងាយស្រួលមែនទែនហើយបងប្អូនខ្លះថាចិញ្ចឹមសត្វកណ្ដុរហ្នឹងវាក្រិចឯណាណៃគាត់ណាពួកខ្ញុំចំមួយថ្ងៃគាត់ថាល្អដោយសារខ្ញុំចិញ្ចឹមមានអាងមានអីត្រឹមត្រូវអញ្ចឹងដោយសារខ្ញុំចិញ្ចឹមក្នុងអាងខ្ញុំឲ្យស៊ីតែស្រូវស៊ីតែពោតស៊ីអីណាមានតែស៊ីអីអញ្ចឹងវាល្អវាស្អាតគឺខ្ញុំកាន់លេងបន្លែងឲ្យខ្លាចពើមិនទេដោយសារយើងចិញ្ចឹមនៅក្នុងអាងរបស់យើងមានឲ្យស៊ីអីប្រេប្រាស់មានតែស្រូវហើយចំណីឲ្យពោតហ្នឹងហើយអញ្ចឹងយើងខ្លាចកាន់បងប្អូនណាខ្លាចកាន់គឺខ្ញុំកាន់បន្លែងលេងធម្មតាបាទឥឡូវនេះទោះបីតែក្តាមមកកញ្ចក់ខ្ញុំចិញ្ចឹមតែបងប្អូនមិនបាច់គិតថាចិញ្ចឹមសត្វអីកក្រិចមិនកក្រិចទេសំខាន់យើងចិញ្ចឹមទៅបានផលសម្រាប់បងប្អូនដែលគាត់ចង់ចិញ្ចឹមបានផលធ្វើទីផ្សារហើយយើងអាចផលិតជាមាតិកាក្នុងប្រព័ន្ធ social media នេះអាចរលួយបានមួយមុខទៀតបាទសំខាន់បំផុតគឺអាចផុសជាវីដេអូនេះបានលុយបងប្អូនផុសវីដេអូក្នុង Facebook ក្នុង YouTube បានលុយហើយបងប្អូនអត់ជឿអាចឆាតមកខ្ញុំបានថាបានលុយរបៀបម៉េចចាំខ្ញុំបាញ់មើលចំនួនទឹកលុយដែលខ្ញុំរកបានពីការផលិតមាតិកាសត្វកណ្ដុរអីបងប្អូនមើលបាទផុស YouTube ក៏បានលុយផុស Facebook ក៏បានលុយបាទអូខេអរគុណច្រើនបាទការចែកម្លែករបស់ខ្ញុំមានប៉ុណ្្នឹងទេបាទជម្រាបលាអរគុណ